បងប្រុសពិសោធន៍អ្នកចុះទៅមុនគេខ្ញុំមិនចាំបាច់ចុះទៅក្រោមទេខ្ញុំមានរឿងមួយទៀតដែលត្រូវធ្វើខ្ញុំកំពុងចាក់ចេញឥឡូវនេះអរគុណសម្រាប់ថ្ងៃនេះនេះជាលើកទី2ហើយដែលអ្នកបានជួយសង្គ្រោះខ្ញុំពួកគេបានធ្វើបាបអ្នកដូចនោះហេតុអ្វីបានជាអ្នកមិនទប់ទល់ខ្ញុំបានប៉ះបោប៉ុន្តែវាមិនដំណើរការទេមិនមែនគ្រប់គ្នាសុទ្ធតែសំខាន់ដូចអ្នកទេយើងជាប្រជាជនសាមញ្ញអាចតស៊ូបានតែនៅក្នុងភពប៉ុណ្ណោះព្រោះសមត្ថភាពខ្លួនឯងមិនគ្រប់គ្រាន់ហេតុអ្វីមិនប្រើប្រាស់កម្លាំងខាងក្រៅអ្វីក៏ដោយដែលផ្ដល់ផលប្រយោជន៍ដល់ខ្ញុំទាំងអស់នេះអាចនិយាយបានថាមានប្រយោជន៍សម្រាប់ខ្ញុំអ្នកអាចប្រើប្រាស់វិធីនេះដើម្បីធ្វើឲ្យខ្លួនអ្នកកាន់តែរឹងមាំតើអ្នកចង់ឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់ជាងនេះទេអ្នកអាចរកឃើញនរណាម្នាក់ដែលមានឋានៈបុរសដែលមានឋានៈនិងអំណាចនៅពេលដែលជំហានរបស់អ្នកអាចឈរលើស្មារបស់គាត់ហើយមើលពិភពលោកខ្ញុំនឹងទៅទទួលការហៅទូរស័ព្ទនេះមុនមិនអីទេតើអ្នកកំពុងធ្វើអ្វីសៀវជាងតើអ្នកកំពុងធ្វើអ្វីខ្ញុំមានរឿងចង់ប្រាប់អ្នកគាត់រវល់ឥឡូវនេះប្រាប់ខ្ញុំផងប្រសិនបើអ្នកត្រូវការអ្វីមួយសូមអភ័យទោសដែលរំខានអ្នកលោកលូទុកឲ្យខ្ញុំទៅតូចតើអ្នកគិតយ៉ាងណាចំពោះខ្ញុំជាធម្មតាមួយតូចខ្ញុំចង់ក្លាយជាថ្មជំហានរបស់អ្នកសូមពិចារណាខ្ញុំអរគុណដែលបានជួយខ្ញុំនៅថ្ងៃនេះប៉ុន្តែខ្ញុំមានមិត្តប្រុសរួចហើយរយៈពេលខ្លីបែបនេះអ្នកបានធ្វើការជូនដំណឹងជាមុនពីរួចហើយមិត្តប្រុសរបស់អ្នកណែណាតើគាត់មានអ្វីល្អម្ល៉េះគាត់អន់គ្រប់យ៉ាងប៉ុន្តែក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់ខ្ញុំមានតែគាត់ទេដែលជួយខ្ញុំជំពាក់បំណុលគ្រួសារខ្ញុំអរគុណខ្ញុំចេញទៅឥឡូវហើយហេតុអ្វីបានជាឆែឈៀវអ្នកពិសោធន៍ចាក់ចេញគាត់បានទៅជួបមិត្តប្រុសរបស់គាត់គ្មានផ្លូវទេបងប្រុសសាកល្បងអ្នកបានដើរតួជាវីរបុរសរួចហើយបានជួយសង្គ្រោះក្មេងស្រីដែលកំពុងជួបការលំបាកប៉ុន្តែអ្នកនៅតែមិនទាន់បានយកឈ្នះចិត្តគាត់ប្រហែលជាយើងគួរតែភ្លេចវាចោលទៅអ្នកអាចជ្រើសរើសអ្នកស្នងមរតកស្រីអ្នកមានណាមួយនៅក្នុងតំបន់ជៀងហៃទាំងមូលស្ត្រីផ្សេងទៀតអាចផ្ដល់ឲ្យអ្នកខ្ញុំគ្រាន់តែចង់បានរឿងតូចតាចប៉ុណ្ណោះបងប្រុសពិសោធន៍អ្នកពិតជាញៀនមែនទៅស៊ើបសួរសង្សារគេទៅខ្ញុំនឹងចាប់ផ្ដើមវាភ្លាមធាវឈើអ្នកត្រឡប់មកវិញហើយតើអ្នកបានសុំទោសលោករដ្ឋមន្ត្រីលីហើយឬនៅទេគ្មានហេតុផលអ្វីទេបងប្អូនជីដូនមួយរបស់ខ្ញុំបាននិយាយថាដរាបណាអ្នកស្គាល់រដ្ឋមន្ត្រីលីសុំទោសចំពោះកំហុសឆ្គងសម្បត្តិក្រហម100,000 យន់ដែលគាត់បាននិយាយជាមួយនឹងបញ្ចូលអ្នកគ្រាន់តែចង់បាន100,000 យន់មែនទេតើអ្នកដឹងទេថាខ្ញុំបានជួបប្រទះអ្វីខ្លះនៅព្រះវិហារតើអូយមើលមិនអីទេខ្ញុំនឹងត្រឡប់ទៅបន្ទប់វិញដើម្បីជួសជុលវាឥឡូវនេះថ្ងៃនេះជាថ្ងៃផុតកំណត់គួរតែសងលុយវិញទៅអាមនុស្សល្ងងឲ្យស៊ីឈៀវមិនបានយកលុយមកវិញទេខ្ញុំមិនអាចសងវាវិញបានទេចិញ្ចឹមវីរបុរសអ្នកទារបំណុលទាំងនោះបានទៅរកអ្នករួចហើយអ្នកគួរតែយកឆែឈៀវយ៉ាងលឿនហើយទៅលាក់ខ្លួនមួយរយៈអ្វីខ្ញុំត្រូវចាក់ចេញភ្លាមនេះជាបងប្រុសច្បងមាននរណាម្នាក់បានគូទ្វាររបស់យ៉ាងសៀវលោកយ៉ាងឆែវតើប្រជាជនណែណាពួកគេមកដល់ហើយបើកទ្វារឲ្យលឿនលោកយ៉ាងឆែវតើអ្នកជានរណាតើនេះជាផ្ទះរបស់យ៉ាងសៀវមែនទេតើយ៉ាងសៀវនៅឯណាខ្ញុំនឹងមកយកលុយពីអ្នកដែលជំពាក់ខ្ញុំយ៉ាងសៀវជំពាក់លុយអ្នកគាត់បានក្លាយជាមនុស្សញៀនល្បែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពួកគេបានខ្ចីខ្សែក្រវ៉ាត់អ៊ីសូឡង់ពីយើងអូយនេះត្រូវបានសរសេរជាពណ៌ខ្មៅនិងចំនួនសរុបដែលបានសរសេរគឺ5198,000និយាយថាអ្នកជាមិត្តស្រីរបស់គាត់ឈ្មោះឆែឈៀវប្រសិនបើគាត់រត់ចេញអ្នកនឹងត្រូវសងប្រាក់នោះវិញអូខ្ញុំបានឮថាអ្នកនៅទីនោះអ្នកធ្វើការនៅស្ថានីយ៍ទូរទស្សន៍មែនទេបន្ទាប់មកអ្នកអាចទៅធ្វើការចាប់ពីពេលនេះទៅយើងនឹងត្រូវតាមអ្នកខ្ញុំក៏ដឹងដែរអ្នកបានមកពីភ្នំឪពុករបស់អ្នកបានស្លាប់តាំងពីក្មេងវាមិនងាយស្រួលទេសម្រាប់ម៉ាក់របស់អ្នកក្នុងការចិញ្ចឹមអ្នកហេតើអ្នកចង់ធ្វើអ្វីខ្ញុំគ្មានជំរឿអ្វីក្រៅពីទូរស័ព្ទទៅម៉ាក់របស់អ្នកទេចាំបាច់
ខ្ញុំនឹងទៅជួបគាត់ផ្ទាល់ម៉ាក់របស់អ្នកប្រហែលជាអាចជួយអ្នកសងប្រាក់ខ្លះបានត្រូវទេហាហាហាកុំរកយើងអីបន្ទាប់មកអ្នកសងខ្ញុំវិញចិញ្ចៀន5ប្រាក់ខែរបស់ខ្ញុំទាំងមូលត្រូវបានដាក់ក្នុងកនីសន្សំមួយខ្ញុំមានប្រាក់ចំនួន700,000យន់នៅក្នុងនោះវិញ្ញាណលុយខ្ញុំនៅឯណាខ្ញុំដឹងថាលុយរបស់ខ្ញុំអស់ហើយយ៉ាងសៀវបានយកលុយនោះទៅលេងល្បែងស៊ីសងបាត់លុយអស់ហើយតើអ្នកនាងសៀវបានរកឃើញលុយហើយឬនៅខ្ញុំគ្មានលុយទេបើខ្ញុំគ្មានលុយទេខ្ញុំនឹងទូរស័ព្ទទៅម៉ាក់របស់អ្នកកុំហៅគាត់កុំបោះបង់ខ្ញុំអីបោះបង់ខ្ញុំទៅ